នារីម្នាក់នេះគាត់ទៅខ្វៀលគោប៉ុន្តែគាត់ចម្លែកចិត្តមែនតើចេះតែមានកូនគោចម្លែកមួយរត់ចូលមកស៊ីស្មៅជាមួយវងគោគាត់ដេញទៅណាក៏មិនទៅចេះតែនៅនឹងមួយគ្នាគាត់គិតថាវាស៊ីក៏ស៊ីទៅនៅក៏នៅទៅចំណេញបានគោមួយដែរក៏ទុកចិញ្ចឹមហ្នឹងតែមួយផ្លែតក៏វាឡើងជាង10ឆ្នាំគោហ្នឹងគឺវាត្រឡប់ស៊ីស្រាប់ដេកស្រាប់សំណុកសុកស្រួលនៅកន្លែងហ្នឹងស៊ីឆ្អែតអត់មានហាខ្យល់ហាភ្លៀងដល់ពេលវាធំឡើងវាមិនមែនគោធម្មតាអីវាគោព្រៃដែលរដ្ឋាភិបាលចិនអភិរក្សគោព្រៃដែលកម្រដែលចិត្តផ្លុចពូជគោនឹងមានតម្លៃខ្លាំងមែនតែនដល់តែវាពេញរូបពេញរាងអញ្ចឹងគាត់មិនហ៊ានទុកទៀតគាត់ជូនដំណឹងទៅអ្នកអភិរក្សសត្វព្រៃភ្លាមគាត់ខ្លាចជាប់ទោសទុកសត្វព្រៃនៅផ្ទះហ៎គេក៏យកទៅបញ្ជូនចូលព្រៃវិញប៉ុន្តែគោព្រៃនឹងទៅព្រៃវាហាខ្យល់ហាភ្លៀងហាព្យុះហាមូសដល់ពេលវានៅផ្ទះនេះស៊ីស្រាប់ផឹកស្រួលវាឆ្ងាញ់វានៅវិឡាហើយឲ្យគេទៅនៅព្រៃវិញគេមិនទៅរកផ្លូវមកវិញខ្លួនឯងបញ្ជូនទៅមកវិញគិតមិនឥឡូវ